ដោយសារតែនៅក្នុងសង្គមយើងទូទៅគេបានចែករំលែកនៅបទពិសោធន៍ជាច្រើនអ្នកខ្លះក៏គាត់ចែករំលែកនៅបទពិសោធន៍រស់ស៊ីអ្នកខ្លះក៏គាត់ចែកបទពិសោធន៍ការរៀនសូត្រអ្នកខ្លះក៏គាត់ចែកបទពិសោធន៍នៅក្នុងមុខជំនួញផ្សេងឬក៏ការរៀនសូត្រផ្សេងអញ្ចឹងណាអញ្ចឹងខ្ញុំឃើញថាខ្ញុំបានអានសភៅមួយនេះចប់2ដងហើយសភៅនេះមានចំណងជើងថាបរោះមកពិភពអង្គារនារីមកពិភពសុខអញ្ចឹងសភៅនេះគឺគេនិយាយតាក់ទងអំពីបញ្ហាស្នេហាបញ្ហាដៃគូច្រើនជាងខ្ញុំចង់យកសភៅមួយហ្នឹងមកធ្វើជាអេពីសូតពីចំណុចទី1រហូតដល់ចំណុចចុងបញ្ចប់ហើយចាប់ពីថ្ងៃនេះទៅគឺខ្ញុំនឹងចាប់ផ្ដើមថតអំពីចំណុចនីមួយរហូតដល់ចំណុចចុងបញ្ចប់នៃសភៅហ្នឹងហើយសភៅហ្នឹងគឺជាសភៅប្រភេទការស្រាវជ្រាវដែលគេស្រាវជ្រាវទៅលើបរិសុទ្ធនារីអញ្ចឹងណាតាក់ទងនឹងបញ្ហាការរស់នៅមិនចុះសម្រុងនឹងគ្នាឬមួយក៏ចុះសម្រុងនឹងគ្នាអញ្ចឹងទៅហើយនៅក្នុងនោះគឺវាមានមេរៀនទាំងអស់ហ្នឹងគឺ13មេរៀនហើយមេរៀនទី1ដែលខ្ញុំចង់យកមកសង្ខេបបន្តិចហ្នឹងគឺគេនិយាយចំណងជើងថាបរិសុទ្ធមកពិភពអង្គារស្ត្រីមកពិភពសុខនៅពេលដែលយើងបានស្ដាប់ទាំងអស់នេះតាមពិតទៅយើងអត់មានអីចម្លែកចិត្តទេដែលយើងចេះតែទៀមទាឲ្យបរិសុទ្ធយល់ឃើញពីយើងចេះបរិសុទ្ធយល់ឃើញពីយើងចោះនារីយល់ឃើញចេះនារីយល់ឃើញចោះអញ្ចឹងដោយសារអីចំណងជើងនេះគឺវាបានឆ្លុះបញ្ចាំងអំពីធាតុពិតហើយថាអ្នកទាំងពីរហ្នឹងគឺមកពិភពផ្សេងគ្នាប៉ុន្តែដោយសារតែសេចក្តីស្រឡាញ់សេចក្តីត្រូវការធ្វើឲ្យអ្នកទាំងពីរហ្នឹងគឺគាត់រួមរស់នៅជាមួយគ្នានៅក្នុងភពតែមួយគឺភពផែនដីនឹងឯងដូច្នេះហើយពេលខ្លះទៅការរស់នៅវាមានចុះសម្រុងគ្នាខ្លះវាមានមិនចុះសម្រុងគ្នាខ្លះអញ្ចឹងណាប៉ុន្តែអ្វីដែលសំខាន់យើងតែងតែគិតថាយើងចង់ឲ្យភាគីម្ខាងមិនថាភាគីខាងបុរសឬក៏ភាគីខាងស្ត្រីតែងតែយល់ពីខ្លួនឯងពេលដែលមានបញ្ហាកើតឡើងយើងតែងតែគិតថាឲ្យគេយល់ដូចយើងតែគិតថាឲ្យយើងយល់ដូចគេប៉ុន្តែតាមពិតយើងភ្លេចគិតថាយើងទាំងពីរនាក់ហ្នឹងគឺបានមកពីពិភពផ្សេងគ្នាមានន័យថាការគិតការពិចារណាការវិភាគបទពិសោធន៍នៃការឆ្លងកាត់កត្តាជីវសាស្ត្រពីរូបរាងពីអត្តចរិតពីខួរក្បាលឆ្លងកាត់គឺមិនដូចគ្នាទេហើយកត្តាជីវសាស្ត្រហ្នឹងគឺភេទគឺស្ត្រីហើយនិងបុរសហ្នឹងគឺមានភេទពីរផ្សេងគ្នាដូច្នេះហើយអ្វីដែលសំខាន់ដោយសារតែអ្នកទាំងពីរហ្នឹងពេលខ្លះទៅភ្លេចគិតថាខ្លួនឯងហ្នឹងមកពិភពណាភ្លេចគិតថាខ្លួនឯងហ្នឹងគឺជាអ្វីដែលធ្វើឲ្យអ្នកទាំងពីរហ្នឹងចេះតែមានគំនិតខ្វែងគ្នាអ្នកខ្លះគូខ្លះទៅក៏គាត់ចុះសម្រុងគ្នាយល់ពីគ្នាបានច្រើនអញ្ចឹងប៉ុន្តែគូខ្លះក៏គាត់មិនសូវយល់គ្នារស់នៅជាមួយក្នុងភាពចម្រូងចម្រាសភាពឆ្លោះគ្នាប្រកែកគ្នាអន់សពុនចិត្តគ្នាទៅវិញទៅមកអញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងបង្ហាញអំពីមេរៀនទី1រហូតដល់ចំណុចចុងក្រោយប៉ុន្តែមេរៀនដំបូងដែលខ្ញុំលើកយកមកនិយាយនេះគឺគេនិយាយអំពីបរិសុទ្ធមកពិភពអង្គារហើយនិងនារីមកពិភពសុខដោយសារតែអ្នកទាំងពីរនឹងហើយគឺជាដើមកំណើតដែលធ្វើឲ្យមានរឿងរ៉ាវស្នេហាហើយរហូតដល់បច្ចុប្បន្នហ្នឹងគឺអ្នកទាំងពីរហ្នឹងបុរសនិងស្ត្រីហ្នឹងលែងនៅភពអង្គារនិងភពសុខហើយគឺមករស់នៅលើភពផែនដីទាំងអស់គ្នាចាអូខេអញ្ចឹងនេះគឺជាគ្រាន់តែជាសេចក្តីផ្ដើមទេហើយតទៅខ្ញុំនឹងធ្វើអេពីសូតមួយរហូតដល់ចំណុចមេរៀនទី13អញ្ចឹងថ្ងៃនេះខ្ញុំគ្រាន់តែធ្វើសេចក្តីសន្និដ្ឋានអំពីមេរៀនទី1បន្តិចទេដើម្បីជាសេចក្តីផ្ដើមហើយតទៅខ្ញុំនឹងធ្វើអេពីសូតបន្តទៅទៀតដើម្បីពីមេរៀនទី1រហូតដល់មេរៀនទី13អរគុណច្រើនបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើបរិសុទ្ធមកពិភពអង្គារហើយស្ត្រីមកពិភពសុខមានលក្ខណៈបែបណាកុំភ្លេចជួយ comment នៅខាងក្រោមផងដើម្បីខ្ញុំធ្វើវីដេអូនេះចែករំលែកដល់អ្នកទាំងអស់គ្នាតាំងពីមេរៀនទី1រហូតដល់មេរៀនទី13អរគុណច្រើន